ឥឡូវកូនមកមើលលំហាត់ទី2នៅក្នុងមេរៀនទី1ចម្ពោះទី1ដដែលហើយតាមពិតលំហាត់ហ្នឹងគ្រូបានផុសឲ្យម្ដងហើយប៉ុន្តែឥឡូវនេះដោយសារតែយើងត្រូវធ្វើចាប់ពីមេរៀនចម្ពោះទី1មេរៀនទី1វិញណាអញ្ចឹងនៅពេលដែលកូនចាប់ផ្ដើមធ្វើលំហាត់ទាំងអស់ហ្នឹងឲ្យតែឃើញគូបញ្ជាក់ឡើងវិញឲ្យតែឃើញមានសមីការកូនចម្លងសមីការសិនហើយចាំយើងឆ្លើយកមកហើយគេសួររឿងប្រភេទគីមីណាជាអង្គធាតុប្រតិករគុណដឹងហើយនៅថានៅក្នុងសមីការមួយអង្គធាតុប្រតិករគឺសំដៅទៅលើអង្គធាតុនៅខាងមុខនៅក្នុងសមីការណាហើយមិនបាច់សរសេរផាសទេគូបញ្ជាក់ឡើងវិញទៀតគុណមិនបាច់សរសេរផាសយើងសរសេរតែនៅក្នុងនេះគុណសរសេរតែធាតុគីមីប្រភេទគីមីមកបានណាបាទមិនបាច់សរសេរផាសមិនបាច់សរសេរមេគុណនេះទេហ្នឹងណាដល់ពេលសំណួរទី2យើងកណនីលបឿនមធ្យមកំណអ៊ីយ៉ុងកាល់ស្យូម2បូកគេប្រើពាក្យថាកំណងដោយសារតែកាល់ស្យូមហ្នឹងវាស្ថិតនៅខាងអ៊ីយ៉ុងកាល់ស្យូមស្ថិតនៅខាងអង្គធាតុកកើតគុណអញ្ចឹងដាក់តាមរូបមន្តមកហើយយើងដាក់ VM មកកាល់ស្យូម2បូកT1 T2 ហ្នឹង T1 T2 ហ្នឹងទៅតែកំណយើងមិនបាច់ប្រើសញ្ញាដកអីណាអត់មានសញ្ញាដកពីមុខកូនប្រយ័ត្នច្រឡំហើយបាត់មានសញ្ញាដកព្រោះបំរែបំរួលវាតូចជាង0អញ្ចឹងហើយតមកបានកូនសរសេរបំរាប់ចឹងមកនៅពេលតេអងស្មើនឹង15វិនាទីមានកំហាប់កាល់ស្យូម2បូកតម្លៃវាស្មើនឹងគេឲ្យគាត់ណា 1.8 10សេគុណដក3ម៉ូលីត្រដក1គេឲ្យមិនដាក់អញ្ចឹងដូចគេមកវិញមិនបាច់ដាក់ស្លាស់ម៉ូក្នុងលីត្រឬក៏ដាក់អមទេគេដាក់មិនដាក់អញ្ចឹងមកវិញលើកុំដូរຂະຫນាតរបស់គេបន្ទាប់ពីយើងដាក់បំរាប់ហើយយើងអាចនាំឲ្យសេត្រង់ជួយមកនៅឲ្យ VM របស់វាបាទកន្លែងហ្នឹងគាត់អាចទាញបានចម្លើយវាស្មើប៉ុណ្ណឹងឯងចំនួនលេខចូលប៉ុន្តែបើសិនក្នុងករណីសេអស់នេះគ្រូសេមិនអស់ហើយនេះមើលទៅអញ្ចឹងខ្លួនឯងសរសេរដាក់នោះជាកតាបានណាបើសិនសេអត់អស់ដូចគ្រូអញ្ចឹងខ្លួនឯងដាក់យកលេខមកយក 3.13 អញ្ចឹងមកយកដកនឹង 1.8 មកដាក់ដល់ស្គនដក3មកចែកលេខនៅក្នុងហ្នឹងហ្មងណាសេតែមួយជួរបានទេកុំសេច្រើនជួរវិញនាំឲ្យអ្នកកែមានអារម្មណ៍ធុញទ្រាន់ទាំងអស់គ្នាហើយទាំងអស់នេះដូចនេះយើងដាក់មកវិញមកដូចនេះលបឿនមកសុំកំណឲ្យយ៉ងកាល់ស្យូម2បូកគាត់អានតម្លៃវាស្មើប៉ុណ្ណឹងគាត់ដាក់វិញមកណាហើយចុងក្រោយខាងបាច់គូប្រអប់ញញ៉ៃnóបាក់មើលបាទដល់ពេលនៅក្នុងអក្សរកគេឲ្យខ្លួនឯងនោះគេដាក់ទាញរកលបឿនមកសុំបំបត្តិពីយ៉ងអីបងអញ្ចឹងគុណសរសេរអាហ្នឹងមកវិញណាបាទសរសេរមកវិញមកដាក់ថាទាញរកបាទកន្លែងសរសេរថាទាញរកលបឿនបាទកន្លែងដាក់ទាញរកអញ្ចឹងទៅទាញរកលបឿនមកសុំបាទហើយពេលដែលយើងទាញរកយើងអត់ប្រើរូបមន្តអីទៀតទេយើងអត់មានដាក់គិតសញ្ញានៅលបឿនមកសុំបំបត្តិក៏ដោយថាគ្រូមិនបានប្រើសញ្ញាបូកដកអត់មានទេយើងដាក់តាមសម័យកាលមកវិញមកចំនួនម៉ូលវាបើចំនួនម៉ូ x បូកស្មើនឹង2ដងនៃចំនួនម៉ូយ៉ុងកាល់ស្យូមអញ្ចឹងនាំឲ្យលបឿនមកសុំបំបត្តិវាណាក៏ស្មើនឹងប៉ុណ្ណឹងដែរអញ្ចឹងយើងដាក់2ដងមកបាទ2ដងនៃលបឿនមកសុំកំណឲ្យយ៉ុងកាល់ស្យូម2បូកអញ្ចឹងគុណចំនួនលេខមក2គុណនឹងប្រមាណលេខពីលើ 0.0887 ដល់ស្គនដក3យ៉ាង0បានប៉ុណ្ណឹងមកគិតជាលេខមកចុងក្រោយកុំភ្លេចដាក់ដូចនេះមកវិញហើយនៅពេលដែលកូនសរសេរដូចនេះយើងបានដូចនេះលបឿនមកសុំបំបត្តិមិនកំណទេតែបំបត្តិនេះយើងទាញតាមរយៈសម័យកាយសេមកវិញប៉ុណ្ណឹងកូនអរគុណច្រើនបាទ